អស់ជាច្រើនសតវត្សមកហើយដែលយើងបានទាញប្រយោជន៍ច្រើនពីដីរបស់យើងពីរដូវកាលមួយទៅរដូវកាលមួយយើងតែងតែប្រមូលផលដែលផ្ដល់ដោយដីប៉ុន្តែយើងកម្រនឹងគិតគូរទៅដល់សុខភាពរបស់ដីណាស់បច្ចុប្បន្នកសិករកំពុងជួបនឹងវិបត្តិដូចគ្នានោះគឺការបាត់បង់ដីមានជីជាតិដីរឹងគ្មានសារធាតុចិញ្ចឹមកត្តាចង្រៃផ្សេងៗដូចជាស្មៅចង្រៃជំងឺនិងសត្វល្អិតមិនតែប៉ុណ្ណោះកសិករតម្រូវបន្ថែមធាតុចូលកសិកម្មជាច្រើនដែលមានតម្លៃថ្លៃយើងច្រូតហើយមានតែកច្រាងទេជួនកាលអ្នកចាំទាគាត់ដុតកច្រាងទៀតអញ្ចឹងធ្វើឲ្យដីនឹងព្រះកាហែស្ងួតចាអត់មានសំណើមទេចាដល់អញ្ចឹងបាត់បង់ជីសង្ស័តល្អិតនៅក្នុងហ្នឹងក៏វាអត់មានពីដើមខ្ញុំថាស្រែហ្នឹងវាដាក់ទីកាន់តែល្អប៉ុន្តែដល់ពេលយូរទៅដីកាន់តែហឹរទៅស្អីបើនិយាយទៅធ្វើស្រែនេះតាមពីយូរយារណាមកហើយការដែលចាប់ផ្ដើមធ្វើស្រូវខ្លីនេះគឺប្រហែលរយៈពេល5ឆ្នាំបាទឆ្នាំទី1ទី2ហ្នឹងគឺយើងក៏ការផលស្រូវខ្លីហ្នឹងបានទិន្នផលក្នុងមួយកន្លះហត្តានេះបាន2តោនជាងទីឆ្នាំក្រោយមកធ្លាក់ទិន្នផលដោយសារអីដោយសារដីរបស់យើងវាទៅជាក្តាំងហើយដល់ពេលយើងភ្ជួរទៅបាតខាងក្រោមហ្នឹងវាជ្រេះព្រោះដីយើងហ្នឹងហឹរគ្មានជីជាតិមានវិធីសាស្ត្រមួយដែលប្រសើរនិងមានដំណើរដែលស្របតាមធម្មជាតិដែលត្រូវបានគេស្គាល់ថាការដាំដុះដំណាំគម្របដីវាជាការដាំដុះប្រភេទរុក្ខជាតិដែលជំនួយដល់ដីក្នុងអំឡុងពេលដីទំនេរដើម្បីទប់ស្កាត់ការបាត់បង់សារធាតុចិញ្ចឹមបង្កើនសារធាតុចិញ្ចឹមនិងរក្សាជីវៈចម្រុះអញ្ចឹងមានអង្គការចុះមកក៏គាត់សកស្ាយពីរឿងដំណាំគម្របដីនឹងប្រើជីអស់តិចបានទិន្នផលខ្ពស់ដីធូរកើតអាច់លេនអីចឹងណាគ្រូក៏ខ្ញុំនាំគ្នាព្រោះរហូតដល់លេខក្បាលគេប្រាប់យើងថាទុកអត់ផ្កាដូចជា60ថ្ងៃអញ្ចឹងចាំជួលលុបបុកកាបានវាមានប្រសិទ្ធភាពអញ្ចឹងណាគ្រូព្រោះក្មេងពេកវាខ្លីពេកអញ្ចឹងទៅវាអត់សូវបានដីធូរអត់សូវសម្បូរជីទេនិយាយរួមថាអត់សូវសម្បូរជីបងអញ្ចឹងគាត់ថាឲ្យទុកឲ្យមានផ្កានេះទៅចាំជួលលុបអញ្ចឹងដីធូរមែនគ្រូខ្ញុំតាមរយៈអង្គការដែរទេចាពីមុនមកខ្ញុំអត់ដឹងទេក៏ខ្ញុំអនុវត្តរហូតមកអញ្ចឹងទៅគ្រូខ្ញុំសម្រេចចិត្តប្រើដំណាំគម្របដីនេះដោយសារតែខ្ញុំប្រើស្រូវស្រីរៀងអញ្ចឹងគេតម្រូវឲ្យប្រើជីណាដែលអត់មានប៉ះពាល់ដល់សុខភាពអញ្ចឹងខ្ញុំសម្រេចចិត្តថាយកអាជីនេះដើម្បីមកកែប្រែដីដំណាំគម្របដីស្រូបយកអាសូតពីបរិយាកាសនិងសន្សំក្នុងដើមឬនៅពេលពួកវាត្រូវបានភ្ជួរកប់ចូលក្នុងដីវាคล้ายទៅជាជីធម្មជាតិដែលជាអាហារមានគុណភាពខ្ពស់បំផុតសម្រាប់ដំណាំស្រូវនៅរដូវបន្ទាប់ដីខ្ញុំកន្លះហាត់នេះពីមុនគឺខ្ញុំប្រើគីមីដល់ទៅ3បេដល់ពេលប្រើដំណាំគម្របដីនេះគឺយើងកាត់បន្ថយគីមីបានច្រើនយើងប្រើតែកន្លះបេទេគឺស្រូវល្អហើយបានទិន្នផលខ្ពស់ដល់ពេលខ្ញុំប្រើជីនេះមកឃើញថាស្រូវហ្នឹងវាមានសភាពល្អជាងមុនទាំងដើមស្លឹកទាំងផ្លែពីយើងអត់ទាន់ប្រើគម្របដីទិន្នផលទៀតធ្លាប់បានតែ6បេមកប្រើអាហ្នឹងទៅយើងធ្វើ1ឆ្នាំ2ឆ្នាំក៏ដីហ្នឹងនៅតែទិន្នផលខ្ពស់ដែរចាអញ្ចឹងវាបាន19បេលោកគ្រូមហាត់ពេទ្យ7A នេះបានតែ10បេទៅដល់12បេដល់ពេលខ្ញុំប្រើរយៈពេលឆ្នាំទី2ឃើញថាទិន្នផលឡើងបាន18បេបំណងរបស់ខ្ញុំហ្នឹងធ្វើគម្របដីហ្នឹងមិនមែនត្រឹមតែទិន្នផលខ្ពស់ទេលោកគ្រូធ្វើឲ្យដីធូរកុំឲ្យដីបាត់ជីជាតិហ្មងយើងមិនបានដាក់ឆ្នាំហ្នឹងក៏វានៅតែដីហ្នឹងគឺថេចាំហ្មងគ្រូតាមយោបល់របស់ខ្ញុំមិនមែនថាធ្វើឲ្យដើម្បីយកទៅទិន្នផលទេដើម្បីកែដីនេះកុំឲ្យយើងប្រើប្រាស់ជីច្រើនពេកនិរន្តរភាពនៃភាពជោគជ័យក្នុងវិស័យកសិកម្មមិនអាស្រ័យលើធាតុចូលកសិកម្មតែមួយមុខប៉ុណ្ណោះទេប៉ុន្តែវាដកចេញពីការចូលរួមថែរក្សាធនធានមានស្រាប់ដែលផ្ដល់ដីថែរក្សាបរិស្ថាននិងជីវៈចម្រុះដំណាំគម្របដីជួយឲ្យដីល្អប្រសើរទិន្នផលខ្ពស់អនាគតល្អសម្រាប់កសិករយើង